បងប្អូននេះជាទស្សនវិជ្ជាបងប្អូនយើងជនភៀសខ្លួនទាំងរូបខ្ញុំបាទអីទៅមកដល់កោះកុងមិញទៅពេលឥឡូវចាប់ផ្ដើមថៃវាដាក់3-4គ្រាប់ទៀតហើយទ្រុងឥឡូវចាប់ផ្ដើមជំលះមកទៀតហើយបងប្អូននេះហ្នឹងហើយខ្ញុំអីថ្ងៃទីម៉ោង7ថ្ងៃទី19 ខែធ្នូឆ្នាំ2025បាទនេះឥឡូវបងប្អូនយើងកំពុងតែភៀសខ្លួនទាំងខ្ញុំនិងបងប្អូនពលរដ្ឋស្លូតត្រង់ទាំងអស់ពួកថៃនេះมันល្អទេបងប្អូនធ្វើឲ្យយើងវេទនាណាស់រត់ទៀតហើយបងប្អូនអើយណា